កុំទៅអីតែខ្ញុំនៅឯណាហ្នឹងនេះមិនត្រូវការកូនក្នុងពួកនេះទេយកលុយនេះទៅហើយពួកយើងរួចគ្នាចិនឈិននេះអូពូជំនួសមានរឿងអ្វីហ្នឹងនេះមិនមែនជាសាច់ជាទេថាគេនឹងលើកបន្ទុកត្រូវហើយហេតុអីបានជាមិនខុសមនុស្សទៅវិញបងស្រីអ្នកឲ្យខ្ញុំមកទីនេះតាមមានរឿងអីកើតឡើងទៅគ្រូសាឡូខ្ញុំមកវិញហើយស្រីចង្រៃថោកទៀតនឹងឯងនេះមិនត្រឹមតែចង់តាក់ទងបងខ្លាយខ្លួនទេថែមទាំងនាំភាពអាម៉ាស់ដល់គ្រួសារទៀតយកក្តារមកឲ្យយើងឃើញនឹងសំពងស្រីចង្រៃនេះអានិយាយអំពីអ្វីហ្នឹងខ្ញុំមិនយល់ទេខ្ញុំសាររត់ទៅទីរូបឲ្យឯងគាត់ថាចង់រត់ខ្លួនហ្នឹងស្រីចង្រៃស្លាប់ទៅកុំហៅយើងថាម៉ាក់យើងខ្ទមឯងណាកាលនោះយើងទៅចិត្តតែត្រង់តែយកឯងនៅក្នុងគ្រួសារនោះបងហើយស៊ូមួយបើអូនវងយើងខូចនុកឲ្យបងប្រុសគ្រួសារសុំមកទៅដូចជាការបានឃើញអញ្ចឹងនាងនេះវារមើលកូនខ្លាំងណាស់ការដឹងហើយខ្ញុំអត់ចំពោះនាងបែបណាខ្លះអីដែលនាងបានធ្វើចុះបើកុំតែសើជើងមកប្រាប់ខ្ញុំទេខ្ញុំស៊ីរោគកូនកំសិតរបស់ខ្ញុំម៉ាក់និយាយអំពីអីខ្ញុំមិនមែនជាកូនស្រីម៉ាក់ទេសើជើងមិនបានជាហៅសើជឿបែបនេះវាគឺជាបងថ្លៃរបស់ឯងប៉ុន្តែអត់មកទៅមកអ្វីដែលឯងបានធ្វើទៅមកអីដែលឯងបានខ្ញាត់ឲ្យសើជឿជើអូនស្រឡាញ់បងខ្លាំងណាស់ជាងបងស្រីរបស់អូនណាអូនមិនប្រកាន់បងជាមួយនឹងបងស្រីរបស់អូននោះទេអូនអត់ធ្វើគ្រប់យ៉ាងដើម្បីបាននៅក្បែរបងតែមិនពិតទេខ្ញុំមិនទាំងដឹងថាសើជើនឹងបងស្រីរបស់ខ្ញុំតាក់ទងគ្នាផងខ្ញុំទៅសរសេរសារបែបនេះដាក់គាត់បានយ៉ាងម៉េចកើតប្រកបទេស៊ីរូជាក្មេងល្អនាងមិននឹងអាចធ្វើរឿងបែបនេះទៅតែយើងក៏មិនបានថាឯងមិនមែនជាចៅរបស់យើងដែរលើកឯងទៅឲ្យគ្រួសារសុំរៀបការនៅអាទិត្យក្រោយនេះតែឈូសើជើគាត់ប្រាប់ថាស្រឡាញ់ខ្ញុំប៉ុន្តែគ្មានតែស្គាល់ស្អីទេគ្រួសារលោកចិញ្ចឹមឯងច្រើនឆ្នាំម្ដងដល់ពេលឯងត្រូវសុំគាត់ចុះម៉ាក់របស់ខ្ញុំមិនអីទេមែនទេចុះម៉ាក់យកក្រុមមែនទេឯងនៅតែគិតថានាងជាម្ដាយបង្កើតរបស់ឯងឬអ្នកខ្លួនឡើងម្ដាយរបស់ឯងស្លាប់ជាង20ឆ្នាំហើយយើងដឹងរឿងអស់ហើយឯងដូចតែម៉ែឯងចឹងចេះតែនាំភាពស្អុយរលួយចុះមកផ្ទះក៏បានដែរយកនាងចេញពីមុខយើងទៅលោកគ្រូនេះចិត្តដាច់មែនទែនឲ្យកូនស្រីទី2រៀបការជាមួយនឹងតាកញ្ចាអាយុ70ឆ្នាំអាចថត់ដង្ហើមគ្រប់ពេលខ្ញុំដឹងអីទៅអានេះគេហៅថារៀបការមិននឹងចង្រៃហើយណាមួយនាងមិនមែនជាកូនស្រីបង្កើតគ្រួសារលូភុដឹងលេងខ្ញុំទៅឆាប់នេះមានរឿងអីទៅត្រឹមតែមួយយប់សោះគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរនេះជាសម្លេងអីណារូបបើឯងស្រឡាញ់សើជើឯងមិនប្រាប់បងមកហេតុអីក៏ឯងលួចតាក់ទងគេបែបនេះស្រីតាបងនិយាយពីអីហ្នឹងសើជើជាចំណិតប្រុសរបស់ខ្ញុំហើយបងគឺជាអ្នកឲ្យសោះបន្ទុកនោះមកខ្ញុំសោះបន្ទុកអីបងមិនដឹងទេឯងចង់និយាយអំពីអីរូបងដឹងថាឯងស្រឡាញ់សើជើ4ឆ្នាំហើយតែហេតុអីឯងហ៊ានដាក់ថ្នាំសណ្ដំគេបែបនេះថ្នាំសណ្ដំឬមិនដោយសារតែឯងដាក់ថ្នាំសណ្ដំគេទេបងក៏មិនអស់ភាពបរិសុទ្ធដែរតែមិនអីទេសើជើគេនឹងទទួលខុសត្រូវពួកយើងនឹងរៀបការឆាប់នេះហើយដូច្នេះឯងកុំយកគេចេញពីបងអីរូកុំយកគេចេញពីបងអីណាបងអាចឲ្យឯងគ្រប់យ៉ាងតែស្នេហានេះសើជើស៊ីរូអូនមិនអីទេឬអូនមិនអីទេកុំបន្តប្អូនស្រីអីសើជើរូឲ្យបងស្រីនាងសម្រាប់ខ្លះទៅតោះពួកយើងទៅដោយសារតែបងស្រីនាងខ្ញុំនឹងដើររឿងនេះទេហេតុអីសើជើវាមិនមែនបែបនេះទេស្រីអត់គេខ្លះសើជើឈឺណាស់អូនាងឲ្យជាប់ទុកឲ្យនាងទៅណារបស់គ្រួសារសុំដល់មិនចាស់មានគេសម្រាប់ចោលក្នុងផ្ទះរបស់ពួកយើងហើយគាត់មិនជាប់ទេថាយ៉ាងម៉េចអ្នកណាហ៊ានសម្រាប់ចូលមកគឺជាគេឆាប់
ឈប់ភ្លាមឯងចង់នាំនាងទៅណានាងគឺជាកូនស្រីរបស់យើងឯងហ៊ានអីក៏ហ៊ានដែរខ្ញុំគឺឈិនចិននាងគឺជាមនុស្សរបស់យើងហើយចាប់ពីពេលនេះតទៅនឹងមិនអីទេមែនទេ ហើយជាមួយនឹងយើងហើយយើងមិនអីទេប៉ុន្តែនាងត្រូវការសម្រាប់ប្រមាណថ្ងៃដោយសារតែនាងត្រូវគេទាត់ធាក់ក្នុងទឹកឯងចង់សាកឥឡូវនេះអត់ ចាប់ផ្ដើមឥឡូវបានអត់បានប៉ុន្តែ យើងមិននឹកស្មានថាឯងមានចំណង់ចិត្តរបស់ឯងផ្នែកបែបនេះសោះនេះគឺជាសាក់ក្រំស្អាតក្រំបង សាក់មួយនេះវាមើលទៅរំរបួសឲ្យញោមផងនេះ ហាព្រះអូយើងមិនចង់ជឿសោះ ខ្ញុំពិតជាគិតមិនត្រូវមែនខ្ញុំបានតាមរកនាងតាំងពីថ្ងៃដែលខ្ញុំបានចាប់អារម្មណ៍នឹងវានាងប្រកាសណាស់ជាអ្នកដងបណ្ដាសារបស់ខ្ញុំនៅទីណាតើនាងភ្ញាក់ហើយឬលោកជាបរិសុទ្ធម្សិលមិញមែនទេម្សិលមិញអរគុណលោកហើយអីទេនេះជាអ្វីវាជាទូនាទីប្តីដែលត្រូវជួយប្រពន្ធនោះអីមួយក៏នាងចង់រៀបការជាមួយនឹងតាកញ្ចាអាយុ70ឆ្នាំបើនាងរៀបការនឹងបង្កើតកូនឲ្យខ្ញុំនឹងឲ្យនៅអ្វីគ្រប់យ៉ាងបាទខ្ញុំយល់ព្រមនឹងរៀបការជាមួយបរិសុទ្ធដែលខ្ញុំទៅជួបបានតែពីរដងនោះបែនឆាប់យកវាមកតើនេះជាអ្វីគឺជាទ្រព្យសម្បត្តិតាកញ្ចាស់នេះដែលបានពីគ្រូសាឡូព្រមដោះដូរនាងពីមុខមាត់មិនសំខាន់សម្រាប់ខ្ញុំទេខ្ញុំចង់បានតែប្រពន្ធហើយនឹងនាងជាមនុស្សដែលស័ក្តិសមបំផុតហើយណាមួយនាងមិនចង់សងសឹកពួកគេទេឬថាម៉េចគាត់ថាវាចម្លែកទេសុកនាងក៏នៅក្នុងបន្ទប់របស់ខ្ញុំហើយការស្លាប់ម្ដាយបង្កើតរបស់នាងគឺតាក់ទងជាមួយនឹងគ្រួសារលូថាយ៉ាងម៉េចតើលោកនិយាយអំពីអីម្ដាយបង្កើតរបស់ខ្ញុំឬចង់ដឹងមែនទេអញ្ចឹងឆាប់ចុះហត្ថលេខាទៅខ្ញុំនឹងប្រាប់នាងគ្រប់យ៉ាងហើយខ្ញុំនឹងជួយនាងគ្រប់យ៉ាងហេតុអីលោកគ្រាន់តែចង់បានប្រពន្ធហេតុអីគឺជាខ្ញុំលោកចង់បានអ្វីនាងមិនមានសិទ្ធិសួរខ្ញុំទេពីព្រោះនាងគឺជាមនុស្សពិសេសនោះអីខ្ញុំមិនអាចប្រាប់នាងទៀតទេគ្រាន់តែដឹងថាខ្ញុំមិនធ្វើបាបនាងទៅបានហើយតើនាងនៅស្ទាក់ស្ទើរអីទៀតជាគួរឲ្យសង្ស័យណាសុកគេចង់ជួយខ្ញុំហើយថែមទាំងដឹងពីម្ដាយបង្កើតរបស់ខ្ញុំទៀតតើខ្ញុំគួរតែជឿគេទេខ្ញុំយល់ព្រមអញ្ចឹងតើនាងចង់សងសឹកដោយរបៀបម៉េចឲ្យគ្រួសារលោកសៃធុនឲ្យបងស្រីដេកជាមួយនឹងមនុស្សដែលមិនស្គាល់ឬក៏សម្រាប់ពួកគេចំនិយាយអញ្ចឹងតើបែបនេះជាអ្នកណាហ្នឹងមិនក៏គេសាហាវមិនមួយទៅមិនបាច់ប្រញាប់ពេកទេប៉ុន្មានថ្ងៃទៀតមានគេយកព័ត៌មានអំពីម្ដាយនាងមកហើយប៉ុន្តែប្រហែលថ្ងៃនេះមានរឿងអ្វីមួយដែលបានកើតឡើងរឿងអីទៅថ្ងៃស្អែកគឺជាពិធីជប់ពាក្យសើជឿនឹងបងស្រីរបស់នាងនៅឯសន្តាគារ Hilton តើនេះគឺជាខ្ញុំមែនទេតាមពិតទៅស្អាតដែរតាមមិនបានជាគេថាខ្ញុំអាក្រក់ទៅវិញនាងស្អាតជាងនៅពេលដែលខ្ញុំបានឃើញនាងជាលើកដំបូងទៀតមកខ្ញុំអ្នកស្អាតអត់អត់យ៉ាងម៉េចអានឹងស្អាតសឹងអីបាច់មិនចេញសាច់ពេកទេយកអានេះទៅឆាប់យកវាទៅស្លៀកទៅប្រចាំហើយមកទៅប្រចាំឬពួកយើងបានមកដល់ហើយឆាប់ចុះមកទេមិនអាចទេពួកយើងរៀបការដើម្បីតែផលប្រយោជន៍តែប៉ុណ្ណោះរូយើងនៅទីនេះសោះពេលណាប្រហែលថ្ងៃនេះខ្ញុំនិងបងស្រីរបស់នាងតាមរកនាងសួរទៅឈួតទៅហើយតើឯងធ្វើស្អីហ្នឹងចាប់លៀងប្រពន្ធរបស់យើងកុំប៉ះនាងចេញឲ្យឆ្ងាយពីមុខយើងទៅគេធ្វើស្អីហ្នឹងរូតើគេជាអ្នកណាទេគាត់គឺជាប្តីរបស់ខ្ញុំសើជឿនឹងបងរបស់ខ្ញុំនៅទីនេះសោះបងមិនអីទេឬដឹងទេថាហេតុអីបានជានាងមកនៅក្នុងបន្ទប់របស់ខ្ញុំបងស្រីរបស់នាងគឺជាអ្នកគ្រូចំគ្រប់យ៉ាងហើយមនុស្សដែលនាងរៀបចំមិនមែនជាខ្ញុំរូនៅទីនេះគេម្នាក់នោះសំខាន់ណាតើនាងនឹងរូស្រីល្ងងនោះបានប្រុសល្អតាំងពីពេលណាមិនពិតទេនាងប្រកាសជាជួគេមកហើយដើម្បីអុកលោកពិធីមង្គលការយើងលោកនៅខាងនេះថ្ងៃនេះជាថ្ងៃមង្គលការរបស់ពួកយើង
ប្រហែលលោកយល់ច្រឡំជាមួយនឹងរੂហើយពួកយើងសង្ឃឹមថាលោកគាត់គឺជាប្តីរបស់ខ្ញុំមិនចង់មកបង្កបញ្ហាទេខ្ញុំជូនពរអ្នកទាំងពីរតែប៉ុណ្ណោះហើយមនុស្សស្រស់បែបនេះហើយហៅថាជូនពរដែរឬខ្ញុំសូមតបផងដល់ផ្សារតែប្តីរបស់ខ្ញុំជាមនុស្សពូកែចំណែនហើយគួរនឹងដឹងបងទេដែលជាអ្នកចាប់ផ្ដើមមុនប្តីឬពិតជាបានសម្ដីមែន ឯងនៅធ្វើស្អីនៅទីនេះកម្មវិធីជិតចាប់ផ្ដើមហើយមិនក៏ពួកឯងនៅឈរមិនទទួលភ្ញៀវទៀត ចង់បានលុយទិញឆ្នាំចាំខ្ញុំឲ្យ ទោះជាឯងទេនៅសុកនឹងមានមុខទៀតខ្ញុំពេលគាត់វាយមិនក៏មិនគិត ណាគាត់ក៏ជាប៉ារបស់ខ្ញុំដែរ លោកប៉ាក្មេកដូចជាមិនយកសម្ដីគុណប្រសាលើកមុនទុកដាក់ក្នុងចិត្តសពពេលនេះតើនាងជារបស់ខ្ញុំហើយទោះថាយើងចេះតែយកសម្ដីឯងមកទុកក្នុងចិត្តឬមិននឹងអាចជាសមាជិកគ្រួសារឈាមទៅមនុស្សគ្រួសារឈាមនៅណាជិះឡានកញ្ចាស់បែបនេះឯងចំណែននឹងបងឯងដែលបានរៀបការធំដុំរើសយកថ្ងៃនេះ ខ្ញុំចំណែងស៊ីរ៉ូបានរៀបការធំដុំឬមិនមែនទេ ខាងតំណំអាចជនឈរបោកនេះមកពីណាមិនដឹងណាស់នៃការចាងក៏នៅទីនេះដែរឯទាំងពីរមិនត្រឹមតែកុហកថែមទាំងអង្គរឿងថែមទៀតក៏អត់ថាលោកចង់ដេញពួកយើងចេញពួកយើងស្អីតែឯងម្នាក់ទៅដែលយើងចង់ដេញចេញលោកបើលោកចង់ដេញគាត់ចេញខ្ញុំខ្លាចថាគោលការណ៍កូនស្រីលោកត្រូវតែរំសាយចោលហើយអស់ថយយ៉ាងម៉េចនេះគឺតើនេះមិនមែនជាជំនួយការលោកប្រធានទេហើយក៏ជាអ្នកគ្រួសារសូទៀតពួកគេនៅទីនេះတော့ខ្ញុំអាចអញ្ជើញពួកគេចូលរួមបង្កការស៊ីនោះបានប្រកាសជាលោកមកមាត់លោកវិញខ្ញុំមកពីគ្រួសារលោកគ្រប់តើលោកមិនចាំទេនេះគឺជាថ្ងៃកូនស្រីខ្ញុំរៀបការ គោលទីនេះសុទ្ធគឺជាញាតិបេការផងដែលយើងបានសួរលោកមិនត្រូវគេវាយបាត់ក៏ដោយសារតែកំណត់នេះយកមកឲ្យឯងគេជាគ្រូអលង្ការដែលមានជំនឿគុណិតពិភពលោករបស់ជាព្រានដែលលោកបងថាសាមញ្ញហើយបោះចោលលោកមុនបើម៉ូដឯងមានតែ5នៅលើពិភពលោក